chẳng miền là dương tầng ở kia cờ rốt mà đong tiết nơi về đẹp bờ đại tranh bị phun bằng co chơi đi tây mà nè đại ban pẹ ly sầm rạp tắc đây khai không chầm nào con toa đại tây tiết đại ban pẹ ly phòng này dương đó kia nằm nấc trang cột hai cờ rốt nơi về đẹp hiệp được cộtพวกខ្ញុំមានតែអរគុណហើយនឹងខិតខំធ្វើការងារល្អបន្ថែមទៀតសម្រាប់សង្គមរបស់យើងបន្តទៀតតាមអ្វីដែលអាចធ្វើទៅបានម៉ែម៉ែណាបាទដាយហើយនឹងកូនយាយនឹងហើយបាទហើយឥឡូវនៅសល់តែរូបតំណាងសម្លៀកបំពាក់ហ្នឹងហើយនេះរូបសម្លៀកបំពាក់នេះយាយការរួចហើយឥឡូវកើតតែកន្លែងកូនទីកើតទេนี่តំណាងឲ្យកូនចឹងលោកយាយលែងបានជួបពូទៀតហើយពូឥឡូវមានអាយុប៉ុន្មានហើយខ្ញុំយំហត់កាយអត់ហូបបាយដល់ពេលហ្នឹងអត់ព្រៀនសោះលោកយាយយំនឹកកូនអាណិតកូនថ្ងៃណាកូនកាយខ្ញុំយំដែរអូតែពេលកូនខ្ញុំស្លាប់ទៅបាទឯងកូនមិនដេញកូនទៅពីវិញល្បែល្បោតបាទគេកូន4 5ទៅល្បោត1ទៅ3 4ល្បោត1ល្បោត2អស់លេងដល់1គាត់បាទមកដែរហ្នឹងទីរបស់យើងខាងស្រុកត្បូងឃ្មុំឃុំស្លប់ក៏ជាខ្ញុំចង់និយាយថាអ្នកក្លាហានម្នាក់ដែលចេញពីទឹកដីនេះទៅបានលះបង់ជីវិតមិនមែនដើម្បីតែអ្នកភូមិនេះទេប៉ុន្តែដើម្បីខ្មែរមកប្រទេសតែហ្មងបាទអញ្ចឹងចេញពីភូមិអង្គរជ័យយើងនេះទៅម៉ែណាអញ្ចឹងពួកខ្ញុំមានតែការអរគុណមានតែការគោរពទៅដល់គ្រួសាររបស់បងខ្ញុំស្អកឲ្យជជែកច្រើនកន្លែងពេកហើយវាក៏ស្លុតចិត្តហើយក៏ចូលរួមរំលែកទុកដល់ក្រៀមក្រំមួយនេះសម្រាប់ការបាត់បង់គាត់ក៏ប៉ុន្តែគាត់បានធ្វើរឿងមួយដើម្បីប្រទេសយើងទាំងមូលមិនមែនដើម្បីតែខ្លួនគាត់ទេលះបង់ជីវិតគាត់មែនប៉ុន្តែដើម្បីទឹកដីខ្មែរទាំងមូលតែហ្មងដូច្នេះវាជាគុណតម្លៃដែលយើងគួរគោរពដែលយើងគួរនឹកចាំអំពីការពលីរបស់គាត់នេះអរគុណអ្នកភូមិអង្គរជ័យទាំងអស់ម៉ែឪទាំងអស់ដែលរស់នៅក្នុងស្រុកភូមិនេះហើយខ្ញុំមែនតើទៅអ្នកកជ្រៀកនេះទេបាទការនៅតូចម្ដាយឪពុករើកញ្ជើទៅនៅខាងពញាក្រែកខាងជពាំងខាងស្អំនេះអញ្ចឹងក្បែរត្បូងឃ្មុំយើងនេះមែនតើបាទហើយឆ្នាំ9ជាង96 97បានរើទៅនៅភ្នំពេញអញ្ចឹងគ្រួសារខ្ញុំរើក៏នឹកឃើញម៉ែចាស់បាត់បង់កូនទៅក៏ជាគាត់និយាយមិនគាត់ថាគាត់នឹកកូនញ៉ាំមិនបានហូបមិនបានទេបាទហើយគាត់ថាយប់មិញដេកបានតែ1 ម៉ោងឯងអង្គុយសំកុកមើលអាវកូនហ្នឹងអាវដាក់តាំងហ្នឹងអង្គុយសំកុកមើលហ្នឹងហើយឃើញយំទៀតមិញឃើញយំទៀតនៅយំដូចក្មេងអញ្ចឹងគាត់ថានឹកអាសុកបាទហើយចាំបាទហើយ96ហើយដល់96ហើយប្រាប់មិញបាទអញ្ចឹងមានតែយើងទាំងអស់គ្នាគោរពម្ដងទៀតនៅវីរៈបរោះដែលចេញពីភូមិអង្គរជ័យនេះទៅម្នាក់ដែលបានពលីសម្រាប់ទឹកដីខ្មែរក្នុងចំណោមកងទ័ពដទៃទៀតដែលបានពលីផងដែរយើងទាំងអស់គ្នានឹងនឹកចាំគាត់ហើយគោរពនៅវីរៈភាពរបស់គាត់ពួកខ្ញុំមានតែអរគុណហើយនឹងខិតខំធ្វើការងារល្អបន្ថែមទៀត
សម្រាប់សង្គមរបស់យើងបន្តទៀតតាមអ្វីដែលអាចធ្វើទៅបានម៉ែណាបាទអរគុណចាំមានជូនពរឲ្យសុខសប្បាយទាំងអស់គ្នាកុំឲ្យឈឺ